គ្រាន់តែរងគម្រាមចំទៅសារ៉មលេខថានឹងមិនអោយមានប្រេងសំបីតែមួយដំណក់ឆ្លងកាត់សមុទ្រហាម៉ូសពេលនេះលោកម៉ាក្រុងថាបារាំងនៅសម្ព័ន្ធមិត្តកំពុងតែត្រៀមរៀបចំបេសកកម្មដើម្បីបើកច្រកសមុទ្រហាម៉ូសឡើងវិញស៊ីបកាលពីថ្ងៃច័ន្ទទី9ខែមិប្រធានាធិបតីបារាំងលោកម៉ាក្រុងបានថ្លែងនិយាយថាបារាំងនៅសម្ព័ន្ធមិត្តកំពុងត្រៀមរៀបចំ iPhone X បងប្អូនបាទតម្លៃ28ម៉ឺនបងប្អូន memory 64G ធានាដោថ្មីមកទឹកមានបញ្ហាដោថ្មីបាទមានច្រើនពណ៌បងប្អូនបាទមានអា64ក៏មានបាទមានអា256ក៏មាន iPhone X បងប្អូនទេបាទធានាទៅលើម៉ាស៊ីនមួយខែមានបញ្ហាមកទឹកដោថ្មីបាទសិនម៉ាស៊ីន USA បងប្អូនបាទចង់បានឆាតបងប្អូនគ្នាបេសកកម្មការពីមួយដើម្បីលើកឡើងនៅច្រកសមុទ្រហាម៉ូសដ៏សំខាន់ដែលបានរងផលប៉ះពាល់ពីសង្គ្រាមនៅមជ្ឈមបូព៌ានេះបើយកទៅតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP ថ្លែងក្នុងអំឡុងទស្សនកិច្ចនៅប្រទេសស៊ីបលោកប្រធានាធិបតីបារាំងបានលើកឡើងថាវាជារឿងចាំបាច់សម្រាប់ពាណិជ្ជកម្មអន្តរជាតិក៏ដូចជាសម្រាប់លំហូរប្រេងនិងឧស្ម័នដែលត្រូវអាចដឹកជញ្ជូនចាក់ចេញពីតំបន់មជ្ឈមបូព៌ាឡើងវិញលោកម៉ាក្រុងបន្តថាបេសកកម្មលក្ខណៈការពីនឹងគ្រប់គ្រងមួយនឹងត្រូវបានរៀបចំរួមគ្នាដោយក្រុមប្រទេសអឺរ៉ុបនិងមិនមែនអឺរ៉ុបកាលពីថ្ងៃច័ន្ទសប្តាហ៍នេះសហភាពអឺរ៉ុបបាននិយាយថាខ្លួនត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹងប្រតិបត្តិការពីចរាចរណ៍ដែនសមុទ្រនៅមជ្ឈមបូព៌ាបន្ទាប់ពីសង្គ្រាមផ្ទុះឡើងក្រោយអាមេរិកនិងអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់គូបញ្ជាក់ថាចរាចរណ៍ផ្លូវទឹកនៅច្រកសមុទ្រហាម៉ូសជាច្រើនច្រកសំខាន់ដែលប្រេងឆៅរបស់ពិភពលោកប្រមាណជា 20% ត្រូវបានដឹកជញ្ជូនឆ្លងកាត់បានជាប់ចាប់តាំងពីការចាប់ផ្ដើមសង្គ្រាមកាលពីថ្ងៃទី28ខែកុម្ភៈការបំពេញទស្សនកិច្ចរបស់លោកម៉ាក្រុងមកកាន់ប្រទេសស៊ីបកើតមានបន្ទាប់ពីប្រទេសកក់សមុទ្រមេឌីតេរ៉ាណេមួយបានស្ថិតក្រោមការកំណត់គោលដៅវាយប្រហារដោយដ្រូនអ៊ឺរ៉ង់កាលពីសប្តាហ៍មុនជាការឆ្លើយតបបារាំងបានបញ្ជូននាវាផ្ទុកយន្តហោះចម្បាំងមកសមុទ្រមេឌីតេរ៉ាណេរួមជាមួយនឹងក្រុមនាវាចម្បាំងនិងប្រព័ន្ធការពារដែនអាកាសមកកាន់ប្រទេសស៊ីបហើយទីក្រុងបារាំងបានអះអាងថាគោលចំហរបស់ខ្លួនក្នុងតំបន់គឺដើម្បីការពារតែប៉ុណ្ណោះអញ្ចឹងបងប្អូនគឺបាទលោកម៉ាក្រុងបានបញ្ជាក់ចំថានឹងរៀបចំបាទសម្ព័ន្ធមិត្តបាទនឹងរៀបចំសម្ព័ន្ធមិត្តបាទក្នុងបេសកកម្មការពារមួយដើម្បីបើកច្រកបាទឡើងវិញដែលច្រកសមុទ្រហាម៉ូសដែលអ៊ីរ៉ង់កំពុងតែបាទលេងតំបន់ក្តៅបងប្អូនណាអញ្ចឹងរងចាំដំណឹងថ្មីអាប់ដេតតទៅមុខទៀតបងប្អូន